បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំបានមកចែករំលែករឿងប្តីប្រពន្ធពីរនាក់បានជួបដែលគាត់បានទៅរួមនៅក្នុងខេត្តកោះកុងតើអ្នកណាខ្លះជឿថាក្នុងโลกនេះមានអ្នកចិញ្ចឹមព្រលឹងខ្មោចតោះមកស្ដាប់រឿងរ៉ាវរបស់ខ្ញុំនិងគ្រួសារខ្ញុំជាមួយមីណាជាប្រពន្ធរបស់ខ្ញុំបានផ្លាស់មកខេត្តកោះកុងនិងស្នាក់នៅបម្រើការងារម្នាក់ធ្វើការមន្ត្រីរាជការម្នាក់ទៀតធ្វើការធនាគារការមករស់នៅតំបន់សមុទ្រនេះព្រោះនាមជាគ្រូត្រូវបំពេញការងារនៅខេត្តហើយយើងមិនមានកម្មសិទ្ធិផ្ទះផ្ទាល់ខ្លួនទេដូច្នេះនេះជាផ្ទះជួលដំបូងមួយនៃជីវិតអាពាហ៍ពិពាហ៍របស់ពួកយើងផ្ទះដែលយើងស្នាក់នៅនេះពិតជាមានខ្យល់ធម្មជាតិទេសភាពស្អាតព្រោះនៅក្បែរដៃសមុទ្រក្រោយផ្ទះមានដើមកោងកាងខ្លះតែមិនប៉ះផ្ទាល់ជាប់នឹងជញ្ជាំងផ្ទះទេរំលងប្រហែលជា30ម៉ែត្រទើបដល់ព្រៃកោងកាងនោះតាមពិតមិនាប្រពន្ធខ្ញុំជាមនុស្សខ្លាចហើយតែនិយាយថានាងសង្ស័យថាផ្ទះនេះមានខ្មោចផ្ទះដែលយើងបានជួលស្នាក់នៅនេះជាទន្ទុយដីនៃផ្ទះវីឡាទឿរចនាបថចាក់មួយតែគេសម្អាតនិងតុបតែងថ្មីប្រណែតគួរសមនៅផ្នែកខាងមុខដែលម្ចាស់គេស្នាក់នៅនោះជាកូនវីឡាទឿប្រកក្បឿងមិនមានជួនលើទេហើយល្វែងខាងក្រៅនេះខ្ញុំនឹងប្រពន្ធត្រូវគេជួលឲ្យនៅខ្ញុំជឿថាពីដើមទីក្រោយនេះអាចជាផ្ទះភ្ញៀវមិនមែនសម្រាប់គូលីអ្នកបម្រើឡើយពីព្រោះមានបន្ទប់គេងស្អាតបែរមុខទៅសួនមានកញ្ចក់ធំថ្លាមើលទៅក្រៅឃើញយ៉ាងស្អាតឯបន្ទប់ទឹកក៏ធំទូលាយនិងកូនបន្ទប់ចង្ក្រានស្ថិតក្រោមសំយាបក្បែររបងរៀបចំត្រឹមត្រូវបងម្ចាស់ផ្ទះឈ្នុយ៉ាជាមនុស្សមិនមាត់មិនកម្នាក់គាត់ជាអ្នកស្នងដីនេះពីជីតាគាត់ឮថាប៉ាម៉ាក់គាត់ស្លាប់តាំងពីគាត់មានអាយុ2ឆ្នាំហើយភរិយាគាត់ធ្វើដំណើរទៅសិក្សាបន្តបណ្ឌិតនៅបរទេសពីកូនវិឡារបស់គាត់មកដល់កន្លែងដែលប្តីប្រពន្ធខ្ញុំស្នាក់នៅនេះចម្ងាយប្រហែលជា8ទៅ9ម៉ែត្រប៉ុណ្ណោះហើយសួនលុះបាំងដោយកូនសួនតូចមានដើមទឹកដោះគោនិងដូងតាំងពីរើបងនៅទីនេះមិននិយាយថាធ្លាប់ឮសំឡេងមនុស្សប្រឡែងគ្នាក៏អកកណ្ដាវយប់ជួនដូចជាមានគូស្នេហ៍ខ្សឹបខ្សៀវចែចង់គ្នាមុននឹងជឿនាងខ្ញុំអង្អែលស្មាប្រពន្ធថ្មីថ្មងម្នាក់នេះដោយព្យាយាមថាលួងកុំឲ្យនាងគិតច្រើនតែតាមបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំទោះណាជាខ្ញុំមិននិយាយចេញមកតែខ្ញុំយល់ថាមីណាបានងប់ជឿលើគុណរឿងខ្មោចថៃនិងជប៉ុនពេកហើយនាងរអ៊ូបែបនេះរាល់ថ្ងៃរហូតបានមួយសប្តាហ៍ដែលយើងរួមនៅជាមួយគ្នានាងក៏លែងនិយាយអ្វីព្រោះធ្លាក់ខ្លួនគ្រុនសម្រាប់នៅផ្ទះពេលមីណាឈឺនេះហើយក៏ចិត្តខ្ញុំនៅតែរក្សាការគិតដដែលថាសង្ស័យតែនាងមានសុខភាពផ្លូវចិត្តមិនល្អដោយសារទម្លាប់មើលតែកូនខ្មោចនាងលេបថ្នាំបាន2ថ្ងៃនៅតែឡើងកម្ដៅមិនស្បាយអាការៈគ្រុនបែរជាក្តៅរវើយរវាយនិយាយផងស្រែកផងឃីមក៏ភ័យហាយនាំនាងមកគ្លីនិកនៅជិតផ្សារថ្ងៃដែលខ្ញុំនាំមីណាទៅពេទ្យឯកជនក្បែរផ្ទះមានអ្នកមកខ្សឹបនឹងឃីមថាផ្ទះនោះធ្លាប់មានគេមកជួលនៅដែរតែមិនមានអ្នកណានៅបានចិត្តខ្ញុំមិនសប្បាយទេពេលពេទ្យប្រាប់ថានាងខ្វះឈាមនិងហើមសួតមុនពេលសម្រេចចិត្តឲ្យបងប្អូនមកជួយនាំមីណាទៅពេទ្យរដ្ឋខ្ញុំក៏ចាប់អារម្មណ៍ឃើញថាពូម្នាក់ជាអ្នកធ្វើអនាម័យនៅទីនោះហាក់មានអ្វីមួយរារ៉ៃក្នុងការនិយាយប្រាប់ខ្ញុំគាត់មើលមករហូតហើយក្រៀមក្រំទីបំផុតខ្ញុំក៏សម្រេចចិត្តស្កាត់រកគាត់នៅជ្រុងសួនក្បែរដៃសមុទ្រហើយសាកសួរគាត់ស្ងាត់ៗខ្ញុំក៏សួរពូដឹងរឿងអីទាក់ទងនឹងផ្ទះបងយ៉ាពូនោះសម្លឹងមកខ្ញុំដោយអាណិតគាត់ក្រវីក្បាលតិចតិចជាចម្លើយថាមិនដឹងតែខ្ញុំព្យាយាមចាប់ដៃគាត់ពេលគាត់បំរុងចេញទៅធ្វើការគាត់វិញប្រពន្ធខ្ញុំមុនពេលឈឺប្រាប់ថានាងឮសំឡេងចម្លែកគាត់គិតថាមនុស្សប្រឡែងគ្នាពូនៅស្ងៀមវិញដោយសំងឹមសិញ្ជឹងគិតខ្ញុំចង់ដឹងណាស់បានឱកាសក៏ខ្សឹបខ្សៀបជាមួយគាត់ជុំវិញនោះគ្មានអ្នកនៅទេបើមានគេប្រឡែងឬក៏ខ្សឹបគ្នាមិនដេចឮដល់ផ្ទះវីឡាបងយ៉ាបានឬមួយអាចមានខ្មោចលងក្មួយជាអ្នកមកជួលទី6ហើយអ្នកដែលមកជួលផ្ទះលោកយ៉ារស់នៅជាស្ត្រីវ័យកណ្ដាលម្នាក់ដែលមិនបាន2អាទិត្យផងបានស្លាប់ទាន់ហន់ដោយជំងឺសរសៃឈាមស្ទះនៅក្នុងផ្ទះដែលខ្ញុំនៅ
ទោះជាយ៉ាងណាខ្ញុំធ្វើមុខសាក់សួរឡើងដោយធម្មតាតែតាមពិតក្នុងចិត្តរបស់ខ្ញុំចាប់ផ្ដើមភ័យហើយតាមពិតពីដំបូងឡើយខ្ញុំនិងមីណាសម្រេចមកស្នាក់នៅផ្ទះបងយ៉ាម្នាក់នេះតាមរយៈបងព្រំរបស់មីណាដែលជាមិត្តរបស់បងយ៉ាគាត់ប្រាប់មកថាបងយ៉ាយកតម្លៃថោកមិនគិតថ្លៃភ្លើងលើសនិងជាមនុស្សស្ងប់ស្ងាត់ស្រួលរស់ក្បែរណាមួយកន្លែងនេះជីមិនដល់3នាទីដល់សាលាដែលមីណាបង្រៀននិងកន្លែងធ្វើការខ្ញុំហួសពីនោះតែ3ផ្លូវប៉ុណ្ណោះអ្នកស្រីម្នាក់ឈ្មោះដាឡែននៅក្មេងប្រហែលជា40ឆ្នាំនៅពេលដែលស្លាប់ប្តីនិងកូនរបស់គាត់ពេលដែលមកទទួលសពពួកគេស្ទើរតែមិនជឿថាអ្នកគ្រូដាឡែនមានបញ្ហាសុខភាពទេអ្នកគ្រូនោះមកស្នាក់នៅផ្ទះរបស់លោកយ៉ាតែម្នាក់ឯងព្រោះបានទទួលការងាររៀបចំគម្រោងសាងសង់ស្ពានមួយនាងជាអាណិកជនខ្មែរអូស្ត្រាលីខ្ញុំតាំងចិត្តថាមិនប្រាប់ម្នានិងសាច់ញាតិពីរឿងនេះទេព្រោះមិនចង់ធ្វើឲ្យពួកគេភ័យខ្លាចតាមខ្ញុំដឹងគ្មានអ្នកជិតខាងណាម្នាក់នឹងនិយាយអ្វីជាមួយពួកគេទេព្រោះជុំវិញនេះមានឃ្លាំងមួយធំមានកម្មករច្រើនតែពួកគេរវល់ប្រញឹកមិនបែរចេញពីរបងមកនិយាយលេងទេម្ខាងទៀតជាស្ថាប័នរដ្ឋដែលមានមន្ត្រីមកចេញចូលតែពេលថ្ងៃចំណែកពីល្ងាចដល់ព្រឹកគឺស្ងាត់ស្ងៀមតាំងពីពួកយើងផ្លាស់មកប្រពន្ធខ្ញុំខ្លាចរាល់ថ្ងៃបើអញ្ចឹងក្មួយរកកន្លែងថ្មីហើយរើចេញទៅខ្ញុំនៅសម្លឹងគាត់ភ្លឺគាត់ដកដង្ហើមធំហើយប្រាប់ខ្ញុំវិញថាមិនមែនអានិកជននោះលងទេតែប្រយ័ត្នម្ចាស់ផ្ទះនោះថាចាប់កាលណាពូគាត់ក៏បង្ហាញចេតនាចាំងចាក់ចេញដូចជាខ្លាចថាអាចមានគេឃើញនឹងបន្ទោសគាត់ដែលមិនធ្វើការបែរជាមកឈរនិយាយជាមួយខ្ញុំប៉ុន្តែមុននឹងទៅគាត់មិនដាច់ចិត្តនឹងខ្ញុំក៏ឆ្លៀតប្រាប់ខ្ញុំថានៅស្ទឹងវែងឈ្មោះឃុំមួយក្នុងស្រុកស្មិតមានជ័យមានអាចារ្យចាប់ខ្មោចម្នាក់ល្បីឈ្មោះលោកតាឡាវពេលមកដល់ពេទ្យរដ្ឋភរិយាខ្ញុំមានភាពធូរស្រាលឡើងវិញពេទ្យថានាងលើសឈាមខ្លាំងនឹងឲ្យតមអាហារប្រៃឬការភ័យខ្លាចព្រួយបារម្ភសពសារពើតាមពិតម៉ាណាទៅតែមានវ័យ28ឆ្នាំម្ដេចនាងលើសឈាមទាន់ហន់បើមិនធ្លាប់តែមានប្រវត្តិលើសឈាមផងបន្ទាប់មកយើងរើទៅនៅផ្ទះសំណាក់ស៊ីនបាអូនមិនចង់ត្រឡប់ទៅវីឡានោះខ្ញុំប្រាប់នាងបែបនេះនាងញញឹមព្រមជាមួយខ្ញុំតែបងប្រុសនាងដែលទៅតែមកដល់ពីភ្នំពេញមិនសប្បាយចិត្តទេគាត់បាននិយាយថាគាត់មិនចង់ឲ្យពួកយើងចេញឆ្ងាយពីបងយ៉ាឡើយគាត់ទុកចិត្តបងយ៉ាថានឹងជួយតាមមើលពួកយើងឲ្យខ្ញុំមិនចង់និយាយប្រឆាំងនឹងបងថ្លៃទេព្រោះគាត់ដូចជាមានការជឿទុកចិត្តលើមិត្តរបស់គាត់ពេកតែខ្ញុំបានបង្ហើបថាបងយ៉ាមិនតន់ទាំងដឹងថាមីណាឈឺផងគាត់មិនបានមកអត់ស៊ូនាំអីទេឃើញទេឲ្យគាត់រក្សាពួកខ្ញុំមកម៉េចមីណាក៏បាននិយាយប្រាប់បងនាងដែរថាខ្ញុំមិនចូលចិត្តបន្ទប់នឹងទេជាពិសេសនៅពេលយប់ផ្ទះនឹងចម្លែកម្ចាស់ផ្ទះជាចំនាងផ្ទះទូដូចជាមានអ្វីមួយចង់ប្រាប់ខ្ញុំបងប្រុសគេស្ដាប់ចប់ហាក់ខឹងនឹងប្អូនតែមិនមាត់មិនកក្រោកដើរចេញមកដល់ក្រៅបងប្រុសមីណាផ្ទាល់ឈ្មោះបងសីហាបានទះស្មាយក្នុងហើយរអ៊ូមនុស្សវានេះគិតតែពីអារឿងខ្មោចព្រាយហ្នឹងស្មានថាពេលវាមានប្តីហើយវាលែងជឹងធ្វើដល់គ្រូគេកុំនិតមើលតែក្មេងបៀមដៃបើថាអញ្ចឹងចាំយប់នេះបងតដេកមើលមុខខ្មោចនោះដោយមីណាមានម្ដាយគេនិងប្រពន្ធបងសីហាមកនៅជាមួយពួកគេកេងកំដរនាងនៅពេទ្យខៀវនិងបងសីហាមកសម្រាកនៅផ្ទះបងយ៉ាវិញយប់នេះមេឃត្រជាក់ព្រោះភ្លៀងរលឹមបន្ទប់ជួលនេះមិនដើរតាមទ្វារធំពីមុខវីឡាទេប៉ុន្តែមានកូនទ្វារជំហៀងមួយជៀសវាងរំខានដើរកាត់ម្ចាស់ផ្ទះវីឡាបើកតែទ្វារក្រៅរៀនហាលបានន័យថាអាយ៉ាមិននៅផ្ទះវាប្រហែលទៅកំពង់សោមឬទៅថៃបានជាមិនដឹងប្រពន្ធឯងឈឺតាមឮមកគឺថាបងយ៉ានេះជាអ្នករកស៊ីទិញលក់តំណែងនាំចិននាំចូលសម្ភារៈសំណង់គាត់ជាគ្រួសារធូធាតាំងពីជីដូនជីតាមកនិងធ្លាប់បានជួយបងប្រុសមណាចរណ្ដៃជាហិរញ្ញវត្ថុកាលពីគាត់ឡើងទៅរៀននៅភ្នំពេញជាមួយគ្នាប្រមាណជាង6ឆ្នាំមុនទំនាក់ទំនងពួកគេយ៉ាងណាគ្នាមិនសូវរវល់ទេតែបងយ៉ានិងបងប្រុសមណាជាមនុស្សទុកចិត្តគ្នាបានជាយើងជួលទីនេះបានថោកខ្លាំងត្រឹមតែ$335ក្នុងមួយខែពេលទៅដល់ផ្ទះខ្ញុំលូកដៃចូលទៅបើកភ្លើងក៏នឹងបន្ទប់មុននឹងឈានជើងចូលខ្ញុំភ្ញាក់ព្រោះចាំបានកាលទៅជួបអាចារ្យមុនពេលចេញមកខ្ញុំបានដាក់រយអង្ករមួយសំណុំនៅលើកម្រាលជើងក្មួយទៅផ្ទះវិញចង់ដឹងទីនោះមានខ្មោចមែនឬអត់ដាក់អង្កររយមាត់ភ្លៅបើខ្មោចចង់ចូលវាត្រូវវះអង្ករចេញ
អារម្មណ៍ភ័យខ្លាចខ្ញុំបានកើតមានឡាយយ៉ាងចម្លែកខណៈដែលបងសីហាមកដល់គាត់ឈរមើលក្នុងពីក្រោយប្រហែលមិនធ្លាប់ឃើញខ្ញុំមានអារម្មណ៍បែបនេះបងខ្ញុំបានទៅជួបអាចារ្យទូសួររឿងមីណាឈឺចម្លែកគាត់ឲ្យរុយអង្គរនៅត្រណប់ជើងមាត់ទ្វីបន្ទប់ឥឡូវមិនគ្មានសល់មួយគ្រាប់ ដៃបងសីហាកាន់ទូរស័ព្ទនៅឡាយមុននេះគាត់ប្រាប់ថាគាត់ខទៅរកបងយ៉ាអាការៈគាត់ពេលនេះគឺខបងយ៉ាមិនចូលមានអារម្មណ៍ថាគ្រប់យ៉ាងចម្លែកនឹងស៊ីចង្វាក់គួរឲ្យសង្ស័យបងសីហាសម្លឹងកំរាលជើងហើយខ្ញុំបានហៅគាត់ចូលមកនិងបានរៀបរាប់ពីគ្រប់យ៉ាងរួមតាំងទីនេះធ្លាប់មានអ្នកស្លាប់វាមិនដែលនិយាយទេអាយ៉ាមិនដែលនិយាយពីរឿងមានគេស្លាប់នៅនេះសោះគាត់ផ្លត់បន្លាត់ឡើងដោយធ្វើភ្នែកស្រឹមគិតល្អិតល្អន់ការមិនពេញចិត្តរបស់គាត់ចំពោះខ្ញុំអាចនឹងមានដែលខ្ញុំបានរើសអើងទីនេះទាំងដែលមិត្តគាត់ខំចិត្តល្អទទួលយើងស្នាក់នៅតែខ្ញុំនៅចចានិយាយថាក្លឹមក៏មិនជឿអារម្មណ៍ភ័យខ្លាចផ្ដេសផ្ដាសរបស់មីណាដែរតែដល់ឮមកច្រើនប្រភពវាពិតជាចម្លែកប្រសិនបើអ្នកគូប្លង់ម្នាក់នោះមកដេកស្លាប់ក្នុងបន្ទប់នេះមិនដេកបងយ៉ាមិនប្រាប់គាត់ខ្លាចជឿមិនជួលទេលុយនឹងមិនស្មើគាត់ហូបគុយទាវផងតើអីទៅជាបំណងគាត់តែអាណាគេមកយកអង្គរចេញពីតំណប់ជើងនេះបងសេហាសួរខ្ញុំដូច្នេះគាត់ដូចប្រាប់ខ្ញុំថាគាត់ក៏មានអារម្មណ៍ចម្លែកដែរបានឱកាសខ្ញុំសារភាពនឹងគាត់បងមីងម្នាក់ដែលគាត់ឆ្នោតនៅច្រកក្រៅខ្ញុំឆ្លៀតសួរគាត់ថាពូជនេះពីដើមឡើយជាគ្រួសារចិញ្ចឹមវិញ្ញាណចិញ្ចឹមព្រលឹងបងសេហាចំហមាត់សម្លឹងខ្ញុំភ្លុះខ្ញុំនិយាយបង្ហើយពេលខ្ញុំជម្រាបលោកតាឡាវគាត់លើកឡើងថាបើគេជាពូជអ្នកចេះចិញ្ចឹមព្រលឹងមែនគេខ្លាចអង្គរណាស់ភ្លាមនោះទូរស័ព្ទរបស់បងសីហារ៉ូតគាត់បង្ហាញខ្ញុំអេក្រង់ឈ្មោះ YA គ្រាន់តែឃើញឈ្មោះនេះក៏ពុះយ៉ាងព្រឺដែរបងសីហាឆ្លើយឯងនៅឯណាបងយ៉ាសួរមកតាមទូរស័ព្ទស្រួយស្រោកមកដល់កោះហើយអញ្ចឹងនៅណានេះបងយ៉ាដេញសួរបងសីហានៅពេទ្យអាមីណៃឈឺអូសំឡេងបងយ៉ាដូចជាភ្ញាក់បន្តិចខ្ញុំនៅស្ងៀមក៏មិនយល់ច្បាស់ដែរថាម្ដេចបងសីហាក៏ហកបងយ៉ាថានៅពេទ្យអញជិតដល់ផ្ទះហើយម្ដេចនេះមកបងយ៉ាបញ្ជាក់បងសីហាដើរចេញទៅក្រៅនិយាយហ្វូនខ្ញុំចូលមករៀបចំអីវ៉ាន់ប្រពន្ធដែរព្រោះយើសម្រេចថារើចេញទៅនៅផ្ទះសំណាក់នឹកឃើញដល់រឿងចិញ្ចឹមព្រលឹងយប់នេះដូចជាមិនបាច់ដេកនៅនឹងក៏ល្អដោយមិនស្រណុកចិត្តសោះខ្ញុំនឹកដល់លោកអាចារ្យឈ្មោះលាវដែលខ្ញុំបានទៅសុំយោបល់កាលពីម្សិលមិញខ្ញុំដាច់ចិត្តខលទៅគាត់ទាំងរាត្រីដោយគាត់មិនទាន់សម្រានខ្ញុំជម្រាបអាចារ្យលាវថាលោកតាខ្ញុំជឿថាបន្ទប់នេះមានខ្មោចព្រោះពេលចៅមកដល់ក៏បាត់អង្គរអស់ពីមាត់ទ្វារចៅចូលចង្ក្រានបាយរកអង្គរមកថែមដាក់ក្បែរដៃបើមានអ្វីមួយមិនស្រួលចៅវានឹងអង្គរហើយចាក់ចេញមកក្រៅបរិវេណនោះបើខ្មោចជាវិញ្ញាណដែលស្លាប់ចាំកំឡែងវាអាចត្រូវកាំងនឹងអង្គរសហើយមិនអាចប្រដេញតាមចៅទេបន្ទាប់មកខ្ញុំក្រោកទាំងបែកញើសទៅច្បាមអង្គរមកច្រកពេញហៅប៉ៅខោបងសីហាដែលជាបងប្រុសរបស់ប្រពន្ធខ្ញុំត្រឡប់មកក្នុងផ្ទះវិញខ្ញុំក៏និយាយរឿងទាំងនេះប្រាប់គាត់ទាំងដែលដៃខំព្យាយាមរៀបចំអីវ៉ាន់យ៉ាងញាប់ចាប់អារម្មណ៍ថាបងសីហាក្រឡេកពិនិត្យជុំវិញបរិវេណនេះគាត់ក៏ធ្វើទឹកមុខស្ងួតហើយនិយាយប្រាប់ខ្ញុំថាយើងមិនដឹងអ្នកណាយ៉ាងម៉េចទេដូច្នេះបងចង់សាកល្បងរឿងមួយខ្ញុំនិយាយយ៉ាងញាប់ថាបងខ្ញុំចង់វិលត្រឡប់ទៅមន្ទីរពេទ្យវិញមិនដេកបន្ទប់នេះទេប៉ុន្តែបងថ្លៃខ្ញុំគាត់បានបដិសេធឡើងថាយប់ជ្រៅពេកហើយសូម្បីពេទ្យក៏ដេកមិនចុះគ្នាដែរដូច្នេះគាត់ប្រាប់ឲ្យខ្ញុំលាក់ទុកអីវ៉ាន់ទាំងអស់ដែលបានរៀបចំអំបញ្ញមឹងគុំឲ្យមានការសង្ស័យសម្ដីគាត់ដូចជាគិតថាបងយ៉ាអាចនឹងមកដល់ហើយចូលមកដល់បន្ទប់នេះជួបជាមួយពួកយូមិនយូរប៉ុន្មានគាត់បានឲ្យខ្ញុំបិទភ្លើងធ្វើដូចជាគ្មានអ្នកណានៅហើយខ្ញុំគាត់ចេញទៅក្រៅចាក់សៅបន្ទប់ពីខាងក្រៅដោយផ្លត់ចូលមកក្នុងតាមបងអួចសំងុំជាមួយខ្ញុំយល់ហើយថាបងថ្លៃម្នាក់នេះគាត់កំពុងតែសង្ស័យលើបងយ៉ាចំណែកខ្ញុំមិនដែលគិតដល់ទេថាបងយ៉ាមានបញ្ហាមិត្តរបស់គាត់គ្រាន់តែលាកពួកយើងពីរឿងមរណភាពរបស់អ្នកគូប្លង់
ก็มันแม้นเมียนในท่าบองยาชีมนูอักระได้ កំពុងតែគិតចុះឡើងភ្លាមនោះពួកយើងបានឮស្នូឈប់ឡាននៅមាត់ទ្វាររបងខាងមុខខ្ញុំស្គាល់សំឡេងឡានរបស់បងយ៉ាច្បាស់ងាកទៅឃើញបងសីហាសំងុំសឹងតែមិនហ៊ានដកដង្ហើមធ្វើដូចជាយើងមិននៅទីនេះគាត់ខ្សឹបហើយទាញខ្ញុំមកពួនលឹបក្រោមបង្អួចដោយនេះជាយប់ជ្រៅម៉ោងជាង10ហើយខាងក្រៅមានភ្លៀងធ្លាក់ស្រឹបផងដូច្នេះគ្រប់យ៉ាងស្ងប់ស្ងាត់ល្អធ្វើឲ្យយើងអាចឮសូរសម្រឹបជើងរបស់បងយ៉ាដែលបានឈានមកនៅពេលគាត់មកកាន់តែដល់ជិតបន្ទប់បែកដងខ្ញុំលោតសែនញាប់ខ្ញុំមិនដឹងថាបងសីហារកឃើញអ្វីអំពីមិត្តគាត់ទេតែខ្ញុំដូចមានសង្ស័យខ្លាំងឡើងមែនថាតើបងយ៉ាមកទីនេះធ្វើអ្វីម្ដេចគាត់មិនចូលផ្ទះវីឡាគាត់បន្ទាប់មកខាងក្រោមនេះជាក់ពន្លឺចេញពីទូរស័ព្ទរបស់បងសីហាគាត់នឹងឃីងពូនក្បែរគ្នាក្រោមបង្អួយដើម្បីងាយស្រួលសម្លឹងទៅខាងក្រៅទីលានខាងក្រៅភ្លឺប៉ុន្តែនៅទីនេះងងឹតស្លុបអេក្រង់ទូរស័ព្ទរបស់គាត់បង្សាក់ថាគឺបងយ៉ាខមកប៉ុន្តែមិនមានសម្លេងលាន់ខ្ញុំសរសើរដែលបងសីហាគិតបានល្អិតល្អន់ណាស់គឺគាត់បានបិទរីងថូនទាំងអស់តាមពិតចង់តាមបងយ៉ាសោះខ្ញុំងាកមកមើលក្រៅវិញឃើញបងយ៉ាឈប់បងអង្គក្បែរកូនសួនស្របពេលបងសីហាឆ្លើយហ្វូនថានៅពេទ្យជាមួយមីនីនេះប្រហែលជាបងយ៉ាសួរថាបងថ្លៃខ្ញុំកំពុងនៅឯណាហើយភ្លាមនោះខ្ញុំឮបងសីហាប្រាប់បន្ថែមថា នៅពេលទាំងអស់គ្នាប្តីម្នាក់ក៏ដេកនៅពេលដែរបងសីហាកំពុងខ្លាញ់ធឿដូចជាយប់នេះផ្ទះនេះអត់មានអ្នកណានៅគ្រប់យ៉ាងនៅពេលឥឡូវនេះកំពុងបំផ្ទុះការសង្ស័យរបស់ខ្នឹងថែមឡើងមិនយូរប៉ុន្មានយើងឃើញរូបរាងបងយ៉ាដើរសម្ដែងមកបន្ទប់យើងមែនគាត់នៅចំពីមុខបន្ទប់យើងប្រហែលជា3ម៉ែត្រពីគ្នាប៉ុណ្ណោះខ្ញុំក៏កែបងសីហាឲ្យគាត់ដឹងគាត់ក៏សម្លឹងមកខាងក្រៅមកគាត់និយាយបញ្ចប់អញ្ចឹងបានហើយយ៉ាចាំស្អែកជួបគ្នាចាំគ្នាទៅមើលប្អូនរបស់ឯងនៅពេទ្យសំឡេងបងយ៉ាលាន់មកពីក្រៅបង្អួចបន្ទាប់មកពេលដែលបងយ៉ានិងបងសីហាលាគ្នាគាត់បានបិទទូរស័ព្ទស្រាប់តែបងយ៉ានៅខាងក្រៅបដូរជំហានមកជាញាប់រត់សម្ដៅមកបន្ទប់យើងថែមទាំងដកសោពីហៅប៉ៅព្រោះនេះជាផ្ទះរបស់គាត់មានសោគ្រប់បន្ទប់ពីអ្នកយើងនៅខាងក្នុងនេះយើងសឹងតែផុតដង្ហើមព្រោះតែការខំអត់ទ្រាំមិនហ៊ានធ្វើឲ្យលឺខ្លាំងនៅស្នូដង្ហើមនីមួយស្នូបើកទ្វារក្រោកបានលន់ឡើងដោយការត្រៀមទុកពួកយើងក៏នាំគ្នាថយទៅពួននៅពីក្រោមជណ្ដើរស្របពេលដែលបងយ៉ាបង្ហាញខ្លួននៅមាត់ទ្វារដោយមិនមានបើកកុងតាក់ភ្លើងហើយគាត់បានឈរថ្មឹងនៅទីនោះសម្លឹងមើលគ្រប់យ៉ាងនៅខាងក្នុងបន្ទប់យូរបន្តិចដែរទើបគាត់បានឈានចូលមកប្រសិនបើគាត់បើកភ្លើងគាត់នឹងអាចរកឃើញពួកយើងដូច្នេះហើយខ្ញុំកាន់តែភ័យប៉ុន្តែចៃដន្យគាត់មិនបើកភ្លើងបែរជាទាញទ្វារបិទត្រឡប់ទៅវិញឲ្យងងឹតជាងមុនពេលបងយ៉ាដើរមកឈរចំកណ្ដាលបន្ទប់ពួកយើងបានឮគាត់សូត្រអ្វីមួយយ៉ាងដែលយើងស្ដាប់មិនបានប៉ុន្តែខ្ញុំដឹងថានោះគឺជាភាសារបស់ជនជាតិមិនដឹងជាឥណ្ឌាឬមួយក៏ជនជាតិចាមឬក៏ជនជាតិអ្វីក្តីសុទ្ធតែធ្វើឲ្យពួកយើងងឿងឆ្ងល់ថាហេតុអ្វីបានជាមិត្តបងថ្លៃខ្ញុំតាមពិតជាមនុស្សជាមុនអាគមអូមអាមគាត់សូត្រខាក់ទឹកមាត់ភុចំកណ្ដាលបន្ទប់ហើយសូត្រប្រមាណជាចប់មួយបទចម្រៀងទើបគាត់ឈប់និងថយក្រោយចាចេញគាត់ចាក់សោពីក្រៅហើយដើរទៅតម្រង់ខាងមុខផ្ទះភ្លាមនោះអ្វីមួយបានប្រាប់បងប្អូនយើងទាំងពីរថាមីនាប្រពន្ធខ្ញុំកំពុងត្រូវអំពើគេមិនដឹងឡើយថាបងយ៉ាដែលយើងមិនដែលស្គាល់គាត់ទើបតែស្គាល់ថ្មីនេះតើគាត់មានអ្វីស្អប់ខ្ពើមចំពោះមីណាបានជាមកធ្វើអំពើបែបនេះលើនាងតើគាត់ទៅណាបានជាមិនចូលផ្ទះពេលនេះគាត់ចេញឡានយ៉ាងប្រញាប់ឬក៏ទៅរកពូយើងនៅមន្ទីរពេទ្យឬអ្វីភ្លាមនោះពេលដែលដឹងថាគាត់បរឡានចេញបាត់ហើយបងសីហាក៏ទាញខៀមក្រោកឡើងហើយបើកភ្លើងបន្ទប់ប្រញាប់ជូតទូរស័ព្ទទាំងងងឹតទៅកាន់មន្ទីរពេទ្យប្រាប់ម្ដាយរបស់គាត់និងប្រពន្ធគាត់ហាមដាច់ខាតមិនឲ្យបើកទ្វារទៅដួលភ្ញៀវចម្លែកណាចូលសួរសុខទុក្ខមនីទេរហូតដល់គាត់ទៅដល់សិនស្ដាប់ហើយខ្ញុំកាន់តែបារម្ភទ្វេឡើងពេលនោះខ្ញុំក៏សួរបងសីហាថាមានរឿងអីប្រាប់ត្រង់មកបងយ៉ានេះពីមុនធ្លាប់តាមស្រឡាញ់មនីប្រពន្ធខ្ញុំឬអីគ្រួសារបងបានបំបីគាត់ឬអីបានជាគាត់ធ្វើឲ្យប្រពន្ធខ្ញុំឈឺបងថ្លៃខ្ញុំដកដង្ហើមធំគាត់ខ្សឹបឡើងថាមិនដឹងទេ
វាមិនដែលស្គាល់មណាយណាដឹងតែថាវានេះមានរឿងចម្លែកមួយរយៈដែលបែកគ្នាលែងរៀនជាមួយគ្នាធ្លាប់ជួបនឹងលឺអ្នកស្គាល់និយាយថាអាយ៉ានេះប្លែកច្រើនធ្លាប់មានគេប្រាប់ពីរឿងចម្លែកដែលថាអ្នកគ្រូថាវីប្រពន្ធវាសុកបាត់ខ្លួនប្រពន្ធគាត់ហ៎ក្រែងថាចេញទៅរៀនបណ្ឌិត